ធ្វើតាណាអត់បានពាក់កណ្ដាលផ្លូវហងល្អដួលបកាច់បកិនពេញផ្លូវយាយមែនថ្ងៃហ្នឹងផងដែរខ្ញុំធ្វើខ្លួនតែញ៉ាំនំខេកនៅតូបចាវីហើយខ្ញុំមិនអាចទៅមុខស៊ីនចឹងបានទេចាគឺខ្ញុំយកសំណាប់ចិត្តពីមុខខ្ញុំដដែលជាមួយនឹង sunscreen ជាមួយនឹង cushion ចាជាដំបូងហ្នឹងខ្ញុំមក unboxing sunscreen មុនគេហ្មងខ្ញុំនិយាយឲ្យត្រង់ណា sunscreen នេះខ្ញុំផ្លិចអត់បានហ្មងដោយសារតែខ្ញុំទៅណាគឺខ្ញុំតែងតែលាបដោយសារតែលាបទៅវាជួយឲ្យមុខរបស់យើង make up កាន់តែស្រួលកាន់តែជាប់ហើយជាពិសេសគឺមុខយើង glow glass skin ហ្នឹងហ្មង sunscreen ណាខ្ញុំមិនដឹងទេតែ sunscreen Philips មួយ best សាហាវហ្មងអូយថ្ងៃនេះវ៉ាន់អីក៏ unboxing ដែរយាយមែនប្រើលេខ21ដែរឡា cushion ហ្នឹងចាយើងធ្វើការតេះតប់លើមុខយើងមកណាដាក់លើមុខភ្លាមគឺថាបាត់ស្នាមភ្លាមអាស្នាមក្រហមលើមុខរបស់ខ្ញុំមកមើលភាពខុសគ្នារវាងមុខខាងនេះនិងមុខខាងនោះមើលផាត់មុខតែប៉ុណ្្នឹងឯងតែញ៉ាំនំខេកបាននៅចាផាត់មុខប៉ុណ្្នឹងទៅណាក៏បានដែរចាចូលមកដល់ជីវិតដូចអាចវិញម្ដងចានិយាយមែនបើនិយាយពីផុកនៅផ្លូវហ្នឹងខ្ញុំជីបានពាក់កណ្ដាលផ្លូវលិចដល់ត្រឹមកខ្ញុំនិយាយត្រង់មកហើយបើនិយាយពីទីតាំងនៅតូបជីវីលក់នំខេកហ្នឹងនៅចិត្តស៊ីសាន់ឯអ្នកទាំងអស់គ្នានៅចិត្តស៊ីសាន់និយាយរួមផ្សារហ្នឹងគឺនៅចិត្តគ្នាហ្មងជីចូលទៅតែបន្តិចដល់ហើយចាទៅដល់គឺយើងដើរចូលទៅចាតរតូបគាត់ខ្លួនឯងទៅរមិនឃើញក៏អត់ស៊ីទៅខ្ញុំរនឹងចង់បែកក្អួតតរឃើញតែពេលតរឃើញហើយអត់ជួបម្ចាស់តូបអត់ជួបចាវីអត់ជួបអាយដលខ្ញុំទៀតខ្ញុំស្ដាយខ្លាំងហ្មងទៅដល់ខ្ញុំបាននំខេក3យ៉ាងនិយាយមែនណែណាគេចង់ធ្វើ birthday មើលអីទិញនំខេកនឹងតែមួយឯងដាក់ទៀនមួយមកគឺចប់ហើយចាមិនបាច់ទៅទិញនំខេកអីញ៉ៃទេចាបាន3នេះគឺហើយដល់ផ្ទះវិញក្តីសុខហើយចាហើយមួយកែវត្រឹមតែ4000រៀលទេបងហើយសំខាន់ឆ្ងាញ់ទៀតណាចាប្លុកយើងគឺចាប់ត្រឹមហ្នឹងអូឮថាជាមួយឥឡូវគឺគាត់បានដូរទីតាំងឯណាអ្នកទាំងអស់គ្នាទីតាំងលើកនេះគឺនៅទល់មុខវត្តត្រាចហ្មងកន្លែងគេធ្វើត្រីឯអ្នកទាំងអស់គ្នាជីតាន់បន្តិចទេដល់ហើយចាហើយទីតាំងលើកនេះគឺទល់មុខនឹងវត្តត្រាចហ្មងជីតាន់បន្តិចដល់កន្លែងគេធ្វើត្រីគឺទីតាំងគាត់នៅចិត្តហ្នឹងហ្មងបើនិយាយពីទីតាំងគាត់នៅបូសភ័ណ្ឌណាគឺគាត់បានបិទហើយអញ្ចឹងមករកនៅមុខវត្តត្រាចនេះមកណាអូពីថ្ងៃទី1រហូតដល់ថ្ងៃទី7ណាជាមួយមានតម្លៃបញ្ចុះតម្លៃគ្រប់តំណែងគ្រប់ខែអាយទាំងអស់ហ្មងបើនិយាយពីស្រីណាដែលគាត់ចូលចិត្តលេងខ្លួនណាគឺត្រូវទៅនឹងមានអាវ sexy អាវក្របថប់អាវយឺតអាវធំអីគឺមានទាំងអស់ហ្មងហើយបើនិយាយពីខោនៅកន្លែងគាត់វិញមានទាំងខោជើងធំខោជើងប៉ាត់ខោខ្លីខោស្វែកហើយនិងសពុតគឺមានច្រើនខ្លាំងមែនតែនសម្រាប់ឲ្យបងរើសខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថងនេះតិចខោអាវដេកជាមួយនឹងខោការ៉ូតម្លៃត្រឹមតែ8000រៀលទេអ្នកទាំងអស់គ្នាហើយបើនិយាយពីអាវក្រៅនេះវិញតម្លៃ25000យកពីតែ45000មេចុះ5000ឲ្យបើនិយាយពីអាវដែលចលេងចលាយពាក់អានេះចាគឺមានគ្រប់ម៉ូតគ្រប់ម៉ាកហ្មងពាក់មួយខោខ្លីគឺស្អាតខ្លាំងមែនតែនហ្មងជាពិសេសគឺមានអាវការពារ UV ទៀតណាអ្នកទាំងអស់គ្នាហើយបើនិយាយពីអាវសាច់ហុងកុងនេះតម្លៃថ្លៃជាងគេតិចឯងដោយសារតែសាច់កណាត់តូនពាក់ទៅអត់ឈឺស្បែកទេមិនថាខោអាវរាប់ម៉ឺនរាប់ពាន់ខោអាវនេះហើយអ្នកទាំងអស់គ្នាកាន់លុយទៅតែ50000ណាក៏អ្នកទាំងអស់គ្នាទិញបានខោអាវ3 4ទៅដែរយាយមែនអូខ្ញុំភ្លេចប្រាប់រឿងមួយជាមួយឥឡូវក៏គាត់មានលក់បោះដុំដែរណាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងណាដែលគាត់ចង់លក់ខោអាវអីទៅយកបោះដុំពីគាត់បានតម្លៃគឺធូរថ្លៃទេពីមួយថ្ងៃទៅមួយថ្ងៃខោអាវរបស់គាត់គឺអត់ដែរជន់គ្នាទេនិយាយរួមទៅគឺគាត់តាម trend របស់គេហ្មងខោអាវណាពងល្បីគឺគាត់យកមកមិនថាសពុតទៅស៊ីមរៀបក៏មានដែរណាអ្នកទាំងអស់គ្នា